បងប្អូនអរគ្នាបានឃើញវីដេអូអាចោសៀមវាបាញ់ប្រជាជនយើងដោយក្របបែកផ្សែងហើយវាបានរំលោភបំពានទៅលើទឹកដីប្រជាជនយើងអត់ខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំដេកអត់លក់បងប្អូនខ្ញុំចង់សួរទៅបងប្អូនទាំងអស់គ្នាជាជនរួមជាតិនេះបងប្អូនអរគ្នាឈឺចាប់ដូចខ្ញុំអត់ឈឺចាប់មានអារម្មណ៍ថាឈឺចាប់មើលវីដេអូហ្នឹងហើយមានអារម្មណ៍ថាឈឺចាប់ដូចខ្ញុំអត់ឬក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់តែឯងចេះនិយាយតែឯងខ្ញុំងើបពីដេកមកខ្ញុំចង់ធ្វើវីដេអូបងប្អូននេះកសែខ្ញុំស្លៀកឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់តែឯងឬក៏យ៉ាងម៉េចខ្ញុំមើលវីដេអូអាចោសៀមម្ដងខ្ញុំមានអារម្មណ៍ថាឈឺចាប់តែម្ដងទាំងអស់នេះវាមិនមែនជាសកម្មភាពជាតិនិយមទេបងប្អូនអរនេះសកម្មភាពវារាល់ថ្ងៃគឺជាសកម្មភាពជ្រុលនិយមវាមើងងាយពុយសាសយើងតែម្ដងវាមិនមែនមានលក្ខណៈចេះតែធ្វើទេបងប្អូនជាចេតនាការគិតទុកជាមុនជាការញុះញង់ដើម្បីឲ្យមានបង្កសង្គ្រាមឡើងវិញទេបងប្អូនខ្ញុំមានអារម្មណ៍ថាឈឺចាប់មែនទែនអញ្ចឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំសួរបងប្អូនទាំងអស់គ្នាអ្នកដែលរស់នៅក្នុងទឹកដីតែមួយមានឈាមជ័រតែមួយដូនតាតែមួយឈរលើភាសាតែមួយនេះបងប្អូនអត់ឈឺចាប់អត់ខ្ញុំនឹកឃើញថាចំបើគេឈឺចាប់ដូចខ្ញុំកន្លែងណាទៅជាសកម្មភាពឈឺចាប់នៅពេលដែលឃើញសង្គ្រាមផ្ទុះឡើងវាទម្លាក់គ្រាប់នៅភាសាព្រះវិហារក្តីហើយឥឡូវហ្នឹងវាជាក់ស្ដែងបាត់ឈប់បាញ់ចូលជាធរមានហើយមានការអន្តរាគមន៍ពីមហាអំណាចទៅហើយឥឡូវមើលសកម្មភាពវាធ្វើថ្ងៃហ្នឹងវាធ្វើអីខ្លះដល់ប្រជាជនយើងប្រសងក៏មានរបួសប្រជាជនយើងក៏មានរបួសប្រជាជនយើងមិនមែនជាប្រជាជនដែលខ្លាចស្លាប់ទេឃើញប្រជាជនយើងលះបង់អត់ឃើញកងទ័ពយើងលះបង់អត់ចុះកន្លែងណាដែលថាយើងឈឺចាប់បងប្អូនមិនមែនឈឺចាប់ចាក់សាក់ដើម្បីទទួលបានរង្វាន់ពីស្រាបៀរទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនអរគ្នាថានៅពេលដែលយើងមានអារម្មណ៍ថាឈឺចាប់ខ្ញុំចង់ឲ្យមានទង្វើពាក្យថាឈឺចាប់ហ្នឹងបងប្អូនអរគ្នាស្ដែងចេញទៅយ៉ាងម៉េចខ្ញុំឈឺចាប់ខ្ញុំនិយាយពាក្យថាឈឺចាប់អាម៉ាត់របស់ខ្ញុំមកទល់នឹងរាល់ថ្ងៃនេះខ្ញុំពហិការមិនប្រើរបស់សៀមទេការ៉ាសាំងខ្ញុំនិយាយត្រង់ការ៉ាសាំងរបស់ PTT មួយសូម្បីតែជក់អាចមកដល់ឥឡូវនេះក៏ខ្ញុំមិនតន់ទៅចូលជក់អាចសុំឯម្ដងផងអានេះខ្ញុំនិយាយអារម្មណ៍ខ្ញុំមិនមែនខ្ញុំស្អប់ប្រជាជនខ្មែរយើងដែលធ្វើការនៅកាសាំងហ្នឹងទេហើយខ្ញុំក៏មិនមែនស្អប់ម្ចាស់ PTT ដែលជា brand ឆាយរបស់ខ្មែរយើងដែរតែខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់នៅពេលដែលខ្ញុំអត់បានចូលរួមចំណែកណាមួយធ្វើពហិការឬក៏ប្រឆាំងជាមួយនឹងចោលឈ្លានពានទឹកដីរបស់ខ្ញុំស្ដែងទៅបែបហ្នឹងបងប្អូនអរគ្នាវីដេអូរបស់ខ្ញុំភាគច្រើនសៀមវាចូលមក report ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើខ្ញុំបើកមុខចំហខ្ញុំមិនមែននិយាយតែសម្លេងទេខ្ញុំចង់ឲ្យបងប្អូនអរគ្នាយល់ថាបងប្អូនអរគ្នាឈឺចាប់អត់បើឈឺចាប់បងប្អូនអរគ្នាមិនបានឆាប់ភ្លេចម្លេះទៅការ៉ាសាំងមួយបងប្អូនអរគ្នាណែនពេញគ្រប់គ្រងផលិតផលគេហើយខ្ញុំឃើញពាក្យមួយគេនិយាយថាសៀមវាមើលខ្មែរយើងខុសវាថាយ៉ាងយូរ6ខែមិនទាន់នឹងបាន3ខែផងខ្មែរយើងចូលទៅទិញរបស់របរចូលចាក់សាំងកន្លែងគេខ្ញុំមានអារម្មណ៍ថាឈឺចាប់បងប្អូនអរគ្នាខ្ញុំអត់ចង់និយាយទេពីព្រោះយើងដោយសារតែរស់ពាក្យថារស់នៅក្រោមពាក្យថារក្សាភាពស្ងៀមស្ងាត់ទៅខ្ញុំមិនចង់មានអីសកម្មភាពណាមួយឲ្យបងប្អូនទាំងអស់គ្នានឹងមានអារម្មណ៍ថាក្តៅក្រហាយដូចខ្ញុំប៉ុន្តែខ្ញុំអត់យល់ត្រង់ថាបើសិនជាបងប្អូនទាំងអស់គ្នាឈឺចាប់ហេតុអ្វីបានជានៅតែគ្រប់គ្រងនៅតែធ្វើបែបហ្នឹងទៀតបងប្អូនទាំងគ្នាអត់មានយល់អារម្មណ៍ថាឥឡូវខ្ញុំលើកតែ2ចំណុចចុះឲ្យបងប្អូនទាំងគ្នាមានអារម្មណ៍ថាឈឺចាប់ទី1បងប្អូនទាំងគ្នាមានឃើញកងទ័ពយើងស្លាប់ទេបើយើងមិនអានប្រវត្តិសាស្ត្រក៏ហីទៅភ្នំខ្មោចប្រវត្តិសាស្ត្រអីក៏ហីទៅបើមិនអានប្រវត្តិសាស្ត្រក៏ហីទៅតែបងប្អូនទាំងគ្នាមានឃើញកងទ័ពយើងស្លាប់អត់ផ្សែងពុលក៏វាបាញ់វាដែរគិតថាពីសុខភាពប្រជាជនយើងដែរដែរគិតថាប្រជាជនយើងរស់នៅតំបន់ព្រំដែនហ្នឹងវេទនាប៉ុណ្ណានៅពេលដែលបាញ់ផ្សែងពុលទៅវាដែរគិតដែរវាអត់ទេវាចង់តែឈ្នះហើយចង់ឲ្យប្រជាជនយើងហ្នឹងដៃហោងតែប៉ុណ្្នឹងបើបងប្អូនអរគ្នាឃើញថាកងទ័ពយើងពលីជីវិតដើម្បីជាតិយើងប៉ុណ្ណឹងជឿបងប្អូនអរគ្នាមិនអត់ឈឺចាប់នៅតែប្រើរបស់គេអូខេចំណុចមួយហ្នឹងទីយើងគិតថាបងប្អូនអរគ្នាមើលមិនឃើញចុះឥឡូវបងប្អូនអរគ្នាមានឃើញប្រាសាទព្រះវិហារដែលជាគេដូនតារបស់យើងរាប់ពាន់ឆ្នាំនេះវាទម្លាក់គ្រាប់បែកមកវាដែរយល់ក្បាលបងជនជាតិខ្មែរយើងឯងវាដែរគិតថាជាអង្គជាប្រាសាទមួយដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឯងវាមិនទាំងខ្វល់ផងនេះមិនបាច់និយាយអ្វីទៅថ្មីតែតិនជាមួយនឹងរឿងប្រវត្តិសាស្ត្រដែលវាដុតប្រាសាទបាយ័ននេះប្រាសាទបាយ័នរបស់ខ្មែរយើងនៅមានជាប្រវត្តិសាស្ត្រដែលវាដុតកំទេចចោល
ហើយចុះតម្រាំប្រសាព្រះវិហារវត្តពធយើងពីលួចរាល់ថ្ងៃជួបជនជាតិថៃសួរថាជនជាតិថៃប្រមាណអ្នកដែលឲ្យតម្លៃជនជាតិខ្មែរយើងសកម្មភាពខ្ញុំនិយាយមែនដោយសារតែយើងឈ្នះត្រង់ថាគោលនយោបាយការទូតទេប៉ុន្តែបើយើងនិយាយឲ្យចំទៅសូម្បីតែលីមួកដែលជារបស់ស្មុករោគបំផុតក៏វានៅប្រើគំនិតយកមកបាញ់ប្រជាជនយើងដែរអញ្ចឹងមានន័យថាលីមួកវាជារបស់ដែលអន់បំផុតនៅតែវាយកមកបាញ់ខ្មែរយើងមានន័យថាវាឲ្យតម្លៃយើងស្មើនឹងអីនេះខ្ញុំចង់និយាយពីអារម្មណ៍របស់ខ្ញុំឃើញបងប្អូនប្រសងលោកតកាពីតំបន់ព្រំដែនខ្ញុំមានអារម្មណ៍ថាឈឺចាប់និយាយមែនខ្ញុំឈឺចាប់សួរសំណួរបបវិញថាបើឈឺចាប់យើងធ្វើអីបានបងប្អូនអរគ្នាការឈឺចាប់ដើម្បីជាតិទី1យើងសិក្សាអំពីជាតិស្រឡាញ់ជាតិការពារជាតិយើងអាចលះបង់អីបានយើងលះបង់មិនមែនអាត្មានិយមតែខ្លួនឯងទេអានេះខ្ញុំគាត់និយាយពីអារម្មណ៍របស់ខ្ញុំឃើញវីដេអូនេះខ្ញុំដេកលក់ខ្ញុំមានអារម្មណ៍ថាមិនបានវាទៅជាអញ្ចឹងដដែលទៀតទេបងប្អូនសកម្មភាពថោកទាបផងវានៅតែជះលើអធិពលរបស់ខ្មែរយើងហើយប្រជាជនយើងនៅតំបន់ព្រំដែនដែលយើងមានអារម្មណ៍ថាឥឡូវនេះបាត់ឈប់បាញ់មានហើយយើងនាំគ្នាសបាយចាក់សាក់អីនេះហើយសួរថាតំបន់ជាប់ព្រំដែនប្រជាជនយើងដេកលក់សុកស្រួលអត់សួរពួកគាត់មើលដៃគេលក់ស្រួលអត់ឆាប់ផ្លេចម្លេះខ្ញុំគាត់ឲ្យសួរមើលឆាប់ផ្លេចម្លេះឬក៏បងប្អូនអរគ្នាគិតថាអាហ្នឹងជារឿងរបស់គេមិនមែនជាផ្ទះខ្ញុំមិនមែនជាបងប្អូនខ្ញុំហើយបងប្អូនអរគ្នាត្រូវចាំប្រជាពលរដ្ឋដែលកំពុងមានបញ្ហានៅតំបន់ព្រំដែនក្តីកងទ័ពយើងក្តីជាជនរួមជាតិយើងបងប្អូនអរគ្នាធ្លាប់ឮពាក្យមួយអ៊ីស្រាអែលគាត់ចង់និយាយធ្លាប់និយាយថាប្រសិនបើអ្នកឯងទិញឧត្តមគតិរបស់ប្រជាជនអ៊ីស្រាអែលបានម្នាក់អ៊ីស្រាអែលសុកចិត្តបកុលទឹកដីអ៊ីស្រាអែលឲ្យទាំងមូលលីខ្វាន់យូគាត់និយាយថាបើអ្នកឯងហ៊ានមើលងាយជនជាតិសិង្ហបុរីតែម្នាក់ស្មើនឹងអ្នកឯងមើលងាយជនជាតិសិង្ហបុរីមួយប្រទេសហើយចុះយើងខ្ញុំនិយាយត្រង់នេះជាស្រ័យផងបងប្អូនអរគ្នាតែសារតែខ្ញុំមានអារម្មណ៍ខ្ញុំអត់សប្បាយចិត្តមែនហើយខ្ញុំចង់និយាយវីដេអូនេះដោយសារតែខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្ញុំមិនដឹងថាការឈឺចាប់ផងខ្ញុំនេះវាបែបណាទេប៉ុន្តែខ្ញុំគាត់តែចង់និយាយឲ្យបងប្អូនអរគ្នាយល់ថាតើបងប្អូនអរគ្នាឈឺចាប់ដូចខ្ញុំដែរឬអត់ហើយគេនិយាយថាការធ្វើអន្តរកម្មរវាងប្រទេសដែលជាប់ព្រំដែនមួយគ្នាជាពិសេសគឺប្រទេសជិតខាងការចេញចូលវាជារឿងធម្មតាខ្ញុំអត់បដិសេធទេបងប្អូនអរគ្នាប៉ុន្តែអ្វីដែលយើងអាចឈ្នះគេបានគឺពហិការមិនប្រើរបស់ពួកគេខ្ញុំមកទល់ឥឡូវនេះសូម្បីតែសាំងចូលបន្ទប់ទឹក PT ខ្ញុំមិនដែលចូលផងខ្ញុំអាចធ្វើបានមិនមែនខ្ញុំបង្ខំចិត្តទេហើយខ្ញុំក៏មិនមែនជាការសម្ដែងដែរវាចេញពីបេះដូងនិងក្បាលនិងខួរក្បាលរបស់ខ្ញុំតែម្ដងខួរក្បាលរបស់ខ្ញុំវាអូតូតែម្ដងបងប្អូនអូតូប្រាប់ថាធ្វើមិនរួចទេពេលដែលខ្ញុំចង់ចូលខ្ញុំនឹកឃើញមួយគឺអាយុជីវិតរបស់ប្រជាពលរដ្ឋដែលជាកងទ័ពរបស់ខ្ញុំប្រាសាទរបស់ខ្ញុំដីរបស់ខ្ញុំធ្វើអត់រួចអញ្ចឹងហើយបានខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាឆាប់ភ្លេចម្លេះភ្លេចហើយមែនទៅតែថ្មីនេះទេបងប្អូនអរគ្នាទៅតែថ្មីនេះទេហាលើបែបហ្នឹងទៀតបងប្អូនអរគ្នាគេធ្វើបែបហ្នឹងទៀតបងប្អូនអរគ្នាទទួលយកបានអត់នេះខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយទៅវាធម្មតាពេលដែលយើងនិយាយចឹងទៅគេថាអើយអាជ្រុលនិយមអាជាតិនិយមតែរឿងជាតិនិយមជ្រុលនិយមនេះឯងបងប្អូនអរគ្នាវាប្រសើរជាងមនុស្សដែលអត់ខ្វល់ពីជាតិអត់ខ្វល់ពីប្រទេសរបស់ខ្លួនឯងដោយទស្សនវិជ្ជានយោបាយគេតែនិយាយថាក្នុងโลกនេះគឺមានតែមនុស្សល្ងងទេដែលមិនខ្វល់រឿងនយោបាយនោះមានមនុស្សឈួតទេអញ្ចឹងខ្ញុំសុកចិត្តឈួតនៅក្នុងឧត្តមគតិមួយដែលខ្ញុំស្នេហាជាតិខ្ញុំសុកចិត្តគេថាខ្ញុំលប់ជាតិនិយមជ្រុលគេជ្រុលទៅសំខាន់ខ្ញុំចង់និយាយពីអារម្មណ៍របស់ខ្ញុំទៅដាស់សតិប្រជាពលរដ្ឋខ្ញុំបងប្អូនខ្ញុំអ្នកស្ដាប់ខ្ញុំឲ្យគាត់មានស្មារតីជាតិនិយមឡើងកុំធ្វើប្រហែសបងប្អូនអរគ្នាឥឡូវនេះដដែលភ្ញាក់ឡើង
cái thôi ấy đã dương ai phịch bàn tay nó con tôm nó nằm bon chu mục bởi chia bớt dương nó làm mong trong này nó con cầm pôngแต่ nó min bánh hà là lại tí hay mới chấp phịch vào nàyខ្ញុំនិយាយវីដេអូនេះមិនមែនខ្ញុំចង់សរបញ្ជាក់ថាខ្លួនខ្ញុំនឹងវាល្អអីទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមើលពួកគាត់បងប្អូនទាំងអស់គ្នាបងប្អូនទាំងនេះបានឃើញបងលពូមួយដែលជន់ពិការឃើញគាត់សរស័កសស្រាមដើម្បីជាតិប៉ុណ្ណាទោះបីគាត់ពិការក៏ពិតមែនប៉ុន្តែស្មារតីនៃជាតិនិយមស្មារតីនៃការថែរក្សាជាតិគាត់នៅមានទាំងអស់ខ្ញុំពិតជាសរសើរវីរភាពរបស់លពូខ្ញុំនិយាយត្រង់ខ្ញុំឃើញវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថារំភើបចិត្តមែនទែនដោយសារអីគាត់ពិការមែនបងប្អូនអស់នេះប៉ុន្តែអ្វីដែលគាត់នៅមានអវយវៈពេញគឺស្មារតីជាតិនិយមស្មារតីស្នេហាជាតិគឺគាត់មានពេញបឹបតែម្ដងវាគ្រាន់បើជាងប្រជាជនយើងមួយចំនួនដែរអ្នកខ្លះបើនិយាយអំពីជាតិវិញគឺមិនហ៊ាននិយាយទេមិនហ៊ានសូម្បីតែផុសតែបើរឿងផលប្រយោជន៍ខ្លួនឯងឆ្លោះគ្នាតាមអនឡាញអូយបៃអូហូស្ទឹងអានេះនិយាយពីសច្ចភាពនៅក្នុងសង្គមជាក់ស្ដែងមើលអ្នកមីងមួយអ្នកមីងឲ្យគាត់ចូលរួមទៅកន្លែងហ្នឹងខ្ញុំមិននិយាយតែមួយអ្នកមីងទេបងប្អូននិយាយតាំងពីប្រសង់អ្នកកសែតពូជួនពេកាក្មេងៗនៅតាមតំបន់មានចំនួនបងប្អូនអស់គ្នាពួកគាត់មានអារម្មណ៍ថាភ័យខ្លាចពួកគាត់មានអារម្មណ៍ថាត្រូវការពារទឹកដីពួកគាត់បងប្អូនអស់គ្នាមេត្តាខ្វល់រឿងជាតិយើងឡើងវិញកុំបោះបង់ជាតិយើងក្នុងស្ថានភាពដែលជាតិយើងមិនទាន់ដាច់ស្រេចនៅឡើយទោះបីមហាអំណាចពេលនេះមកធ្វើជាភាគីសម្របសម្រួលឲ្យយើងក៏ដោយប៉ុន្តែអាស៊ាននេះវាអត់ទាន់ផ្លិចវាអត់ទាន់យល់ព្រមវាអត់ទាន់ស្ងប់ចិត្តដល់ឡើយទេរាល់ថ្ងៃនេះវាខ្ញុំនិយាយត្រង់ខ្ញុំតែនិយាយភាសាមួយថាអាស៊ានវាសំណាងហើយវាអត់មានប៉ារ៉ាម៉ាណូវាអត់មានអាវុធដូចខ្លួនអ៊ែបើវាមានអាវុធដូចខ្លួនអ៊ែវាបាញ់ប្រជាជនយើងបាត់ហើយមកសពាវុធទំនើបក្នុងទឹកដីរបស់វាមួយណាស់ក៏វាបាញ់ចូលទឹកដីយើងដែរក្របបែកសែងក្របបែកចង្កោមយន្តហោះ S16 ឥឡូវយន្តហោះដែលវាទិញពីស៊ុយអែតនឹងទៀតវានៅបាញ់ទឹកដីយើងទាំងអស់ទៀតហើយវាខ្វះអីទៀតបើវាខ្វះខ្ញុំនិយាយបើវាសិនជាវាមានអាវុធដូចគ្នាវាបាញ់ទៅទៀតកាលអំពីសំឡុងពេលដែលកំពុងតែមានសង្គ្រាមវា post status ថាចង់បាញ់តែសម្ដេចទៅទៀតអានេះខ្ញុំនិយាយត្រង់វាអត់ដឹងថាជនជាតិមួយហ្នឹងមកទល់ឥឡូវហ្នឹងទើបយើងដឹងថាពីមុនយើងចេះ fan idol ជាមួយនឹងប្រជាជនគេហ្នឹងគ្រប់គ្រងផលិតផលគេផ្កាប់មុខដល់តែពេលសង្គ្រាមទៅបង្ហាញថាតាមពិតទៅជាការសម្ដែងទេគេមិនដែលឲ្យតម្លៃជនជាតិយើងតាំងពីពេលណាទៅហើយប្រជាជនវាតិចតួចណាស់ដែលឲ្យតម្លៃប្រជាជនយើងប្រជាជនវាតិចណាស់ដែលមើលឃើញអំពីភាពជាមិត្តភាពរបស់ជនជាតិយើងជាមួយនឹងជនជាតិថៃវាមានតិចណាស់អញ្ចឹងហើយបានខ្ញុំចង់ឲ្យបងប្អូនអរគ្នាមេត្តាកុំភ្លេចស្មារតីបងប្អូនអរគ្នាបើសិនជាភ្លេចស្មារតីបងប្អូនអរគ្នាបើសិនជាទលវល់រឿងឯកជនភាពហ្នឹងខ្ញុំគិតថាជាតិយើងមិនដឹងទៅយ៉ាងណាទេបងប្អូនអរគ្នាអញ្ចឹងបានពេលខ្លះគេប្រើពាក្យមួយថាជនជាតិខ្មែរយើងជាជនជាតិ3កំណាត់យ៉ាងម៉េចដែលសារតែយើងហៃអើហ្នឹងឯងបងប្អូនអរគ្នាបានជា3កំណាត់ទី1កម្ពុជាក្រោមកំណាត់ទី2គឺខ្មែរកណ្ដាលកំណាត់ទី3គឺខ្មែរសរិនឥឡូវហ្នឹងយើងយកកំណាត់ចុងក្រោយយើងផាត់ចោលបាត់ទៅហើយគឺកំណាត់ខ្មែរសរិនពីមុនយើងចេះនឹកឃើញអូហ្វេនបងប្អូនខ្មែរសរិនអីបងប្អូនអរគ្នាយើងមិនបន្ទោសទេបុគ្គលជ្រកក្រោមម្លប់ឈើណាគឺតែងតែរក្សានៅដើមឈើនឹងឯងគេផ្ដល់ផលប្រយោជន៍ឲ្យក៏ធ្វើក៏ទៅតាមគេទៅពីមុនឡើយគ្រប់គ្រងតាំងពីតូនីនចាអីណានៃជាខ្មែរយើងឥឡូវថៃទិញយកបាត់ប៊ូខៅអីសិតខ្មែរបើវាត្រូវទៅឲ្យគេទៅអ្វីដែលយើងត្រូវថែរក្សាលើកដំកើងគឺអ្នកដែលនៅខ្មែរនៅអ្នកដែលកំពុងថែរក្សាវប្បធម៌ជាតិយើងនេះខ្ញុំចង់ឲ្យបងប្អូនអរគ្នាលើកឡើងឲ្យមានអារម្មណ៍ថាឈឺចាប់បងប្អូនអរគ្នា
ខ្ញុំចង់និយាយច្រើនមែនទែនប៉ុន្តែខ្ញុំអត់ដឹងថាចង់និយាយថាម៉េចឲ្យវាចេញអាពីបេះដូងរបស់ខ្ញុំថាឥឡូវនេះខ្ញុំឈឺចាប់ហើយខ្ញុំចង់សួរបងប្អូនអរគ្នាថាឈឺចាប់ដូចខ្ញុំអត់ឬក៏ខ្ញុំឈួតឈឺចាប់អត់តែឯងនិយាយតែឯងពេលខ្លះបងប្អូនអរគ្នាឃើញបងប្អូន influencer ឬក៏ page មួយចំនួនឧទាហរណ៍ថា page The Morning ចុះគាត់និយាយអំពីជាតិមានបងប្អូនខ្លះគាត់ចូលខាងអាជាតិនិយមអាចជ្រុលនិយមខ្ញុំឃើញ comment អញ្ចឹងខ្ញុំមិនដឹងថាអើយមិនដឹងឲ្យគាត់គិតអីបងប្អូនអរគ្នាគាត់ពេលខ្លះព្យាយាមនិយាយដើម្បីឲ្យបងប្អូនយើងកុំឲ្យភ្លេចរឿងជាតិដល់ណាហើយទៅតែប្រហែលខែសោះហើយឲ្យនាំគ្នាលេងគិតអស់លេងអើយខ្ញុំនិយាយមែនខ្ញុំអត់ដឹងថាប្រជាជនយើងមិនទេបងប្អូនពេលខ្លះគាត់អត់មានអារម្មណ៍ថាដឹងថាជាតិនេះគឺជារឿងរួមទទួលខុសត្រូវរួមមិនមែនយើងត្រូវអោបកសោបជាតិតែឯងទេបើយើងអង្គុយឈឺចាប់រឿងជាតិតែឯងនេះគឺងាប់បាត់ទៅហើយយើងត្រូវខ្វល់ខ្វាយរួមប៉ុន្តែអារម្មណ៍យើងដែលនៅក្នុងស្ថានភាពហ្នឹងវានិយាយអត់ចេញដូចមួយរយៈនេះសង្គ្រាមស្ងប់ស្ងាត់ក៏ពិតមែនប៉ុន្តែមានយើងដឹងអត់ថាកន្លែងណាដែលជារបស់យើងកន្លែងណាដែលត្រូវគេកាន់កាប់យើងហ៊ាននិយាយអត់ឃើញវាផុសឌឺដងយើងទាំងអស់គ្នាបានធ្វើមកអង្គុយគិតបានមកធ្វើមកនិយាយសួរគ្នាទៅវិញទៅមកតែអាច្បាស់ការដែលថាវាបែបណាគឺយើងអត់ហ៊ាននិយាយទាំងអស់ព្រោះយើងអត់ទទួលបានព័ត៌មានច្បាស់មកទល់ឥឡូវនេះថ្ងៃនេះសៀមវាបន្តសកម្មភាពខូខើដាក់ប្រជាជនយើងបាញ់គ្រាប់បែកផ្សែងប្រើសកម្មភាពចង់ចាប់ប្រជាជនយើងទៀតឲ្យរើចេញពីលំនៅឋានទាំងដែលទឹកដីរបស់យើងសោះអាចោលពូជថោកទៀតនេះវាធ្វើអញ្ចឹងមកដាក់ជនជាតិយើងបងប្អូនសាកសម័យមើលថាវាបែបណាទាំងអស់នេះហើយខ្ញុំចង់ក្រើនរំលឹកដល់បងប្អូនអរគ្នាថាធ្វើអីក៏ដោយកុំភ្លេចជាតិយើងកុំភ្លេចរឿងជាតិខ្ញុំចង់ចេញវីដេអូនិយាយរឿងជាតិច្រើនមែនតើប៉ុន្តែនៅក្នុង page របស់ខ្ញុំនោះគឺខ្ញុំ limit ភាគច្រើនខ្ញុំដាក់តែទម្រង់ប្រឈរទេតែឥឡូវនេះខ្ញុំសម្រេចចិត្តថារឿងជាតិមួយខ្ញុំនឹងនិយាយហើយខ្ញុំនឹងដាក់នៅក្នុង channel របស់ YouTube ផងខ្ញុំហ្មងបងប្អូនទាំងអស់គ្នាចង់មកស្ដាប់វីដេអូពេញដែលខ្ញុំនិយាយរឿងជាតិរឿងតាក់ទិនជាមួយនឹងសង្គមបងប្អូនអរគ្នាមកមើលនៅក្នុង YouTube ផងខ្ញុំនិយាយពីអារម្មណ៍ផងខ្ញុំតែម្ដងមានអ្នកបងប្អូនអរគ្នាមើលគេឲ្យតែខ្ញុំអត់ខ្វល់សំខាន់ខ្ញុំបាននិយាយពីអារម្មណ៍ផងខ្ញុំចង់និយាយតាំងពីឃើញព្រឹត្តិការណ៍ដំបូងប៉ុន្តែដោយសារតែខ្ញុំអត់ស្រួលខ្លួនខ្ញុំក្រោកមកឃើញព្រឹត្តិការណ៍ហ្នឹងហើយ editor ផងខ្ញុំឆាតសួរថាបងឲ្យបានឃើញថៃវាបាញ់ខ្មែរយើងទៀតអត់ខ្ញុំថាចាបាញ់មិនបត់ឈប់បាញ់ហើយតែគ្រាន់តែខ្ញុំបានឃើញវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាកៀងស្ដោតែម្ដងបងប្អូនថោកទាបមែនពុយសាសនេះខ្ញុំនិយាយមែនថោកទាបខ្ញុំមិនដែលឃើញប្រវត្តិសាស្ត្រខ្មែរយើងដល់ម្លឹងបងប្អូនវាចូលបាញ់ចូលចាប់ទៅក្បាលតាមក្បាលវាអត់នេះមានអារម្មណ៍ថាខ្លាចរអាយើងសោះហ្មងនេះហើយបងប្អូនអរគ្នាដែលខ្ញុំចង់និយាយថានៅពេលដែលសេដ្ឋកិច្ចយើងខ្សោយនៅពេលដែលប្រជាជនយើងមិនទាន់ខ្លាយទៅជាប្រជាជនដែលគួរឲ្យខ្លាចគឺវាអញ្ចឹងប្រសិនណាបើប្រជាជនយើងមិនខ្វល់អំពីជាតិទៀតវាមិនមែនត្រឹមតែធ្វើប៉ុណ្្នឹងទេបងប្អូនអរគ្នាវាចូលដូចនឹងសម័យប៉ុលពតនេះប្រជាជនយើងការដឹកនាំផងយើងនៅល្អប្រសើរឡើយផងវាហ៊ានធ្វើបានកម្រិតនេះអូខ្ញុំមិនមែនខ្ញុំសរសើរជនជាតិថៃមែនទែនជាពិសេសហ្នឹងគឺសរសើរតែតិនជាមួយនឹងថ្នាក់ដឹកនាំសៀមទៅម្ដងគោលនយោបាយផងវាគឺសាហាវដែរបងប្អូនសាហាវមែនទែនអើយជាចុងក្រោយនៃវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនអរគ្នាភ្ញាក់ស្មារតីឡើងកុំទាន់ភ្លេចបងប្អូនអរគ្នារឿងអីដែលយើងអាចភ្លេចបានតែរឿងជាតិមួយដាច់ខាតគឺយើងមិនអាចភ្លេចបានទេត្រូវចាំថាពួកយើងម្នាក់សុទ្ធតែជាកោសិកានៃប្រជាជនពួកយើងម្នាក់សុទ្ធតែជាកោសិកានៃប្រជាជាតិផងយើង
ប្រសិនណាបាទថ្ងៃមួយពេលមួយវេលាមួយដែលបងប្អូនអស់នេះភ្លេចតាមដានរឿងជាតិគឺជាថ្ងៃមួយដែលជាតិយើងកំពុងតែបាត់បង់នៅការគ្រប់គ្រងហើយបងប្អូនអស់នេះអញ្ចឹងក្នុងវីដេអូនេះឱកាសបុណ្យភ្ជុំបិណ្ឌនេះខ្ញុំអត់មានអីនិយាយច្រើនទេវាចិត្តកន្លះម៉ោងទៅហើយដោយសារតែខ្ញុំចង់និយាយពីអារម្មណ៍ពិតផងខ្ញុំហ្មងមែនតែទៅខ្ញុំមានអារម្មណ៍ថាស្អប់ជនជាតិនឹងមែនតែខ្ញុំមិនមែនស្អប់ដោយសារតែខ្ញុំជាតិនិយមអីទេដោយសារតែសកម្មភាពថោកទាបរបស់ជនជាតិនឹងធ្វើដដែលមានអារម្មណ៍ថាស្អប់ទៅហ្មងហើយចង់ថាខ្ញុំក៏ថាទៅបងប្អូនអរនេះហើយខ្ញុំក៏មិនមែនជាវីដេអូធ្វើឲ្យមានការរើសអើងពូជសាសន៍ដែរប៉ុន្តែខ្ញុំគ្រាន់តែនិយាយក្នុងវីដេអូនេះផ្ដាំទៅបុគ្គលមួយចំនួនបាទដែលគាត់គិតថាខ្ញុំនឹងជាបុគ្គលឲ្យជ្រុលនិយមអីរឿងជាតិរឿងអីនិយាយធ្វើខ្លួនឯងអស់ចាយអត់ទេខ្ញុំគាត់និយាយពីអារម្មណ៍ផងខ្ញុំនៅពេលដែលសកម្មភាពដែលអ្នកឯងបន្តសកម្មភាពថោកទាបបែបហ្នឹងធ្វើដាក់ប្រជាជនខ្ញុំធ្វើដាក់ប្រទេសជាតិខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចូលចិត្តបងប្អូនអត់ចូលចិត្តហ្មងនិយាយរួមទៅខ្ញុំប្រើពាក្យមួយតែតែប្រាប់ខ្លួនឯងថារាល់ថ្ងៃហ្នឹងគឺ Don't Thai to me ខ្ញុំចង់និយាយអញ្ចឹងគឺ Don't Thai to me ហ្នឹងឲ្យតែនិយាយអំពីថៃគឺខ្ញុំអត់មានអារម្មណ៍រំភើបជាមួយទេហ្មងហើយក៏ខ្ញុំអត់មានអារម្មណ៍ថាចង់ធ្វើការជាមួយតែម្ដងទាំងដែលខ្ញុំនេះវាមានឈ្មោះថៃនេះរាល់ថ្ងៃមានស្អប់ឈ្មោះខ្លួនឯងចង់ងាប់ចង់រស់នេះបានតែវាដូរវាមិនកើតបើវាដូរទៅត្រូវដូរតាំងពីសបុតកំណើតអត្តសញ្ញាណបានព្រៅគ្រួសារដូរតាំងពីទីលំនៅហើយជាពិសេសនោះគឺដូរបំផុតដែលសំខាន់បំផុតនោះគឺសញ្ញាបត្រត្រូវដូរទាំងអស់ឈ្មោះថៃហ្នឹងឈ្មោះថៃវាមិនអាក្រក់ទេតែវាអាក្រក់ជនជាតិហ្នឹងអាក្រក់ជនជាតិហ្នឹងវាធ្វើម៉េចជនជាតិហ្នឹងវាមិនមែនដល់ណាតែអាថ្នាក់ដឹកនាំវាលមោបចង់បានទឹកដីយើងតែម្ដងបងប្អូនអញ្ចឹងបានខ្ញុំមានអារម្មណ៍ថាឲ្យតែលឺឈ្មោះនិយាយរឿងថៃដោយផលិតផលក្តីមានអារម្មណ៍ថានិយាយមែនសឹងថានិយាយថាបើមកជាតិនឹងកិច្ចបានគេកិច្ចហ្មងមិនប្រើទេហ្មងបងប្អូនណានិយាយមែនមិនប្រើហ្មងធាក់ខ្ញុំពីរជើងទៀតឲ្យខ្ញុំរនឹកឃើញទូក្រុមធរផលិតផលជនជាតិហ្នឹងគឺអត់ទៅរួចប្រយសុកចិត្តប្រើផ្ទះលេខនេះអាលេខផ្ទះលេខ1វិញជារួមទៅមើលសកម្មភាពវាបងប្អូនអស់នេះកុំឲ្យខ្ញុំនិយាយថាថោកទាបមែនអានោះស្អីក៏វាហ៊ានធ្វើដែរឲ្យតែវាបានទឹកដីយើងហើយអួតជនជាតិហ្នឹងសតៃណា2ម៉ោងដល់ភ្នំពេញចាយលទ្ធផលវាទៅជាស្អីឥឡូវនេះហើយបងប្អូនអរគ្នាខ្ញុំនិយាយមែនណារាល់ថ្ងៃវាចេះតែធ្វើសកម្មភាពបែបហ្នឹងវាអត់អស់ចិត្តទេខ្ញុំតែងធ្លាប់ប្រាប់បងប្អូនឲ្យថាក្នុងប្រមាណ100ឆ្នាំចុងក្រោយនេះថៃមិនដែលធ្វើសង្គ្រាមចាញ់ខ្មែរទេទៅតែមួយរយៈចុងក្រោយនេះទេថៃវាចាញ់ក្តីវាចាញ់យើងរហូតខ្ញុំលើកតាក់ទិនជាមួយនឹងរឿងប្រាសាទព្រះវិហារចុះហើយវាចាញ់ក្តីយើងវាអត់សុខចិត្តទេឆ្នាំ2011តាក់ទិនជាមួយនឹងការធ្វើសង្គ្រាមមួយយើងវាចាញ់យើងទៀតសុំចរចាជាមួយយើងទៀតឥឡូវហ្នឹងតាក់ទិនជាមួយនឹងការធ្វើសង្គ្រាមវាអួតប្រាប់ពិភពលោកពីអួតប្រាប់ប្រជាជនវាថាវាប្រើរយៈពេលត្រឹមតែ2ម៉ោងទេវាយចូលភ្នំពេញបានតែវាមានវាយណាវាមិនវាយកើតរយៈពេលប្រហែលម៉ោងប្រហែលថ្ងៃចុងក្រោយពីណាគេអ្នកឈ្នះចុងក្រោយមើលទៀតតាក់ទិនជាមួយនឹងបញ្ហាផ្ទៃក្នុងរបស់វាការដូរនាយករដ្ឋមន្ត្រីផាន់វាចុងក្រោយយ៉ាងម៉េចបងប្អូនវាចាញ់គោលនយោបាយការទូតផាន់យើងទៀតសួរថាវាឈុកសុកចិត្តទេវាអត់សុកចិត្តទេអញ្ចឹងហើយបានវានៅតែបន្តសកម្មភាពឈ្លានពានមិនថាតម្រង់ណាទៅតម្រង់ណាទេវានៅតែបន្តសកម្មភាពរាល់ថ្ងៃពីព្រោះអីវាជាចរិតរបស់ពួកវាអញ្ចឹងវាជាចេតនារបស់ពួកវាចង់លេបទឹកតបាក់ទឹកដីខ្មែរយើងដូច្នេះក្នុងនាមយើងជាម្ចាស់ប្រទេសក្នុងនាមយើងជាកូនចៅរបស់ដូនតារបស់យើងមិនអាចអោបដៃមិនខ្វល់អំពីជាតិយើងមិនយកចិត្តទុកដាក់អំពីជាតិយើងទេអញ្ចឹងបងប្អូនទាំងគ្នាអ្វីដែលយើងត្រូវធ្វើពេលនេះប្រមូលស្មារតីឡើងនាំគ្នាផ្សព្វផ្សាយអំពីជាតិឲ្យបានច្រើនជាពិសេសនោះកុំភ្លេចគាំទ្រផលិតផលក្នុងស្រុករបស់យើងបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាផងដែរថារាល់សកម្មភាពគាំទ្រផលិតផលក្នុងស្រុកមិនមែនមានន័យថាយើងជាតិនិយមនោះទេគឺមានន័យថាជាសង្គ្រាមពាណិជ្ជកម្មដែលយើងអាចតបទល់ជាមួយនឹងវាបានសង្គ្រាមគេបានបែងចែកច្រើនណាស់បងប្អូនអរគ្នាសង្គ្រាមត្រជាក់សង្គ្រាមលោកក៏គេមានហើយគេធ្លាប់មានហើយអស់ហើយខ្មែរយើងធ្លាប់ឆ្លងកាត់សម័យកាលសង្គ្រាមច្រើនណាស់តែឥឡូវនេះសង្គ្រាមប្រដាប់អាវុធ
យើងបានស្ងប់ស្ងាត់ហើយក្រោមបាត់ឈប់បាញ់ក្រោមការអន្តរាគមឈប់បាញ់គ្នាដោយមហាអំណាចជាភាគីសម្របសម្រួលប្រទេសប្រធានអាស៊ានក៏ចូលរួមសម្របសម្រួលប៉ុន្តែអ្វីដែលយើងត្រូវធ្វើពេលនេះគឺសង្គ្រាមពាណិជ្ជកម្មត្រូវចាំថាសង្គ្រាមពាណិជ្ជកម្មពួកយើងកំពុងតែមិនទាន់ចប់នៅឡើយទេសាកសម័យមើលព្រំដែនមិនទាន់បើកចំហនៅឡើយទេបងប្អូនអរនេះកាលណាបើព្រំដែនមិនទាន់បើកចំហនៅឡើយគឺមានន័យថាសង្គ្រាមពាណិជ្ជកម្មគឺនៅមិនទាន់ចប់នៅឡើយទេការធ្វើអន្តរកម្មតាក់ទិនជាមួយនឹងពាណិជ្ជកម្មគឺយើងបិទនៅមិនទាន់ឲ្យបើកទូលំទូលាយនៅឡើយទេក្នុងស្ថានភាពនេះពេលនេះប្រជាជនយើងគឺមានសិទ្ធិក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មមើលវាបានតាពហិការมันប្រើរបស់វាមើលហើយมันប្រើ3ខែមើលវាងាប់ទេបើ3ខែបងប្អូនអរនេះมันស្លាប់ទេបន្ត6ខែទៀតមើលហើយបើ6ខែมันស្លាប់ទៀតបងប្អូនអរនេះបន្តទៀតមើលបើសិនជាយើងមូលមតិគ្នាស្រោះគ្នាឯកភាពគ្នាជាធ្លុងមូលខ្ញុំគិតថាជនជាតិនឹងបើទោះបីជាយើងមិនអស់ចាណាក៏ដោយក៏វាខ្លាយរអាទេថាខ្មែរយើងពូជតិចប្រជាជនតិចសេដ្ឋកិច្ចតូចមែនប៉ុន្តែស្រោះគ្នាបងប្អូននេះហ៊ានអាចធ្វើបានទេដើម្បីជាតិយើងខ្ញុំគិតថាបងប្អូនអស់នេះប្រកាសជាអាចធ្វើបានពីព្រោះអីក្រោយពេលសង្គ្រាមផ្ទុះបងប្អូនយើងទាំងអស់គ្នាគ្មានអ្នកណាម្នាក់ដែលនិយាយរឿងតាក់ទិនជាមួយនឹងស្នេហាទេគ្មានបងប្អូនណានិយាយអំពីរឿងឯកជនភាពទេម្នាក់កាន់ទូរស័ព្ទខ្វល់អំពីជាតិតែទាំងអស់គ្នាខ្ញុំភាកច្រើនគឺខ្ញុំឃើញអញ្ចឹងតែឥឡូវនេះខ្ញុំបានខ្ញុំជម្រាបជូនអញ្ចឹងថាទោះបីសង្គ្រាមប្រដាប់អាវុធឈប់ក៏ពិតមែនប៉ុន្តែសង្គ្រាមពាណិជ្ជកម្មរវាងខ្មែរនិងសៀមនៅបន្តឡើយទេបងប្អូនអរគ្នារឿងអីដែលយើងមិនហ៊ានធ្វើពីវាឥឡូវនេះថ្ងៃនេះម៉ោងនេះវាបាញ់ប្រជាជនយើងដោយក្របបែកផ្សែងប្រសង់ប្រជាជនយើងមានរបួសយើងគិតយ៉ាងម៉េចឥឡូវនេះយើងគិតយ៉ាងម៉េចយើងត្រូវចូលរួមយ៉ាងម៉េចយើងត្រូវស៊ូខ្លួនឯងដាក់ question mark មួយខ្លួនឯងតើវាយ៉ាងម៉េចប្រជាជនយើងផ្លេចហើយនៅកងទ័ពយើង20នាក់វាដោះលែងមក2នាក់ហើយឥឡូវ18នាក់ទៀតតើណាឆាប់ផ្លេចទេពួកគាត់ធ្វើជាកងទ័ពជួរមុខការពារទឹកដីមួយនេះលះបង់គ្រួសាររបស់ពួកគាត់លះបង់ពេលវេលារបស់ពួកគាត់តែឥឡូវនេះយើងលះបង់អីដើម្បីពួកគាត់ខ្លះយើងអាចធ្វើអីដើម្បីពួកគាត់ខ្លះសួរខ្លួនឯងមើលផ្លេចហើយនៅកងទ័ពយើងនេះមិនទាន់ដោះលែងនៅឡើយទេបងប្អូនអរនេះកុំឆាប់ផ្លេចពេកមើល get up ភ្ញាក់ឡើងហើយបងប្អូនទាំងអស់គ្នានៅតែហើយមិនបង្ងើយកថោអញ្ចឹងងាប់អើយនិយាយមែននិយាយរឿងជាតិម្ដងចង់តកោទេមួម៉ៅទេហ្មងយីមែនក្នុងនាមខ្ញុំមិនមែនជាអ្នកវិភាគអ្នកនយោបាយអាចគយទេគ្រាន់តែជាអ្នកផលិតមាតិកាអាចគោក៏ចន់រនមួយនេះប៉ុន្តែចង់និយាយពីពាក្យក្នុងចិត្តបើយ៉ាងហោចណាស់ក៏ខ្ញុំបាននិយាយពាក្យក្នុងចិត្តយប់នេះគ្រាន់ដេកលក់ស្រួលទេបងប្អូនអរនេះនេះបងប្អូនអរនេះម៉ោង12នេះម៉ោង12:29នាទីនៅធ្វើវីដេអូឡើយនេះគ្រាន់តែខ្ញុំចង់និយាយពីអារម្មណ៍របស់ខ្ញុំថាបងប្អូនអរនេះគិតយ៉ាងម៉េចឥឡូវវាបាញ់ប្រជាជនយើងហើយយើងគិតយ៉ាងម៉េចទាំងអស់គ្នាយើងត្រូវចូលរួមទាំងអស់គ្នាបងប្អូនអរគ្នាខ្ញុំមិនមែនដាក់បន្ទុកទៅថ្នាក់ដឹកនាំហើយខ្ញុំក៏មិនមែនដាក់បន្ទុកទៅលើប្រជាជនយើងដែរប៉ុន្តែខ្ញុំចង់និយាយឲ្យបងប្អូនអរគ្នាមេត្តាបង្កើនការប្រុងប្រយ័ត្នឡើងបង្កើនស្មារតីឡើងវិញហើយខ្ញុំសូមបញ្ជាក់ជូនទៀតថាវីដេអូនេះគឺខ្ញុំមិនមែនចេញមកដើម្បីដាក់បន្ទុកទៅផ្នែកណាឬក៏មានការស្ដីបន្ទោសទៅផ្នែកណាដែរទាំងថ្នាក់ដឹកនាំក៏យើងនៅតែជឿជាក់លើថ្នាក់ដឹកនាំយើងទាំងប្រជាជនយើងកងទ័ពយើងនៅតែជឿជាក់លើប្រជាជននិងកងទ័ពរបស់យើងជានិច្ចប៉ុន្តែគ្រាន់តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមានសតិឡើងវិញកាលណាបើយើងផ្លិចសតិហ្នឹងគឺប្រែមកថាការរលឹកបានរលឹកនៅរឿងចាស់ឡើងវិញបងប្អូនរឿងណាចាស់វិញទៅតែប្រហែលខែនេះទេរលឹកឡើងវិញឥឡូវនេះសកម្មភាពថ្មីនេះសបបញ្ជាក់ថាគេមិនទាន់ភ្លេចតាអំពីចេតនាឈ្លានពានយើងនៅឡើយទេគេនៅតែបន្តសកម្មភាពដូច្នេះបងប្អូនអរគ្នាកុំភ្លេច
ភ្ញាក់ឡើងធ្វើរឿងមួយដើម្បីជាតិយើងគឺចូលរួមតាមដានរឿងនយោបាយទាំងអស់គ្នាទី2អាចធ្វើសង្គ្រាមពាណិជ្ជកម្មបានបងប្អូនអរគ្នារឿងយើងជាកងទ័ពជួរក្រោយនេះគឺមានសិទ្ធិក្នុងការធ្វើពហិការមិនប្រើរបស់សៀមមិនប្រើរបស់ចៅខ្ញុំមកតឥឡូវនេះខ្ញុំអាចធ្វើបានខ្ញុំអត់ស្លាប់ទេខ្ញុំនៅរស់ឡើយទេខ្ញុំជឿជាក់ថាបងប្អូនអរគ្នាក៏អាចធ្វើបានបើបងប្អូនទាំងអស់គ្នាធ្វើមិនបានធ្វើតាមសម្រុបបើធ្វើ100មិនបានយ៉ាងហោចណាស់បងប្អូនអត់ធ្វើបានមួយទេបើធ្វើមួយមិនបានបងប្អូនអរគ្នាអាចធ្វើបាន50ទេកន្លះនេះមួយនេះ50នេះខ្ញុំគិតអញ្ចឹងមិនមែនខ្ញុំមិនជឿជាក់ថាបងប្អូនទាំងអស់គ្នាមិនធ្វើមិនបានទេគ្រាន់តែថាតិចឬច្រើនបងប្អូននេះធ្វើតាមលទ្ធភាពរបស់ខ្លួនឯងទេកុំដាក់សម្ពាធឲ្យខ្លួនឯងព្រោះកលៈទេសៈទីតាំងពេលវេលាគឺអត់ដូចគ្នាខ្ញុំនិយាយបែបនេះដោយសារខ្ញុំអត់មានភាពចាំបាច់ឬប៉ះពាល់ដល់ការងាររបស់ខ្ញុំប៉ុន្តែបើសិនជាបងប្អូនអរគ្នាប៉ះពាល់កន្លែងណាដែលបងប្អូនអរគ្នាអាចធ្វើពហិការបានបងប្អូនឲ្យធ្វើទៅដើម្បីជាតិយើងហើយសូមមេត្តាកុំឆាប់ភ្លេចតែប៉ុណ្្នឹងឯងក្នុងវីដេអូនេះគឺគាត់ឲ្យចង់និយាយថាកុំឆាប់ភ្លេចឥឡូវនេះម៉ោងនេះពេលវេលានេះអាចោសៀមវានៅបន្តសកម្មភាពបាញ់ប្រជាជនយើងដូចសត្វធាតុអញ្ចឹងបងប្អូនអរគ្នាកុំភ្លេច